កាពីមកសមិញនេះមានកូនសិស្សម្នាក់គាត់សួរខ្ញុំពាក់ព័ន្ធមួយលំហាត់ limit មួយនេះបាទ limit x 0 3 sin x ដក sin 3x លើ x អញ្ចឹងលំហាត់ហ្នឹងដោះស្រាយបានតើតើយើងស្គាល់រូបមន្ត sin 3x អញ្ចឹងក្នុងរូបមន្តនេះកាមេ sin 3x ហ្នឹងវាស្មើ3 sin x ដក4 sin គៀប x ដើម្បីដោះស្រាយយើងជំនួសអារូបមន្ត sin 3x ហ្នឹងចូលទៅក្នុងស្វ័យគុណរបស់ ទៅវាទៅជាស្មើ limit ដែល x ទៅដល់0បាទ3 sin x យើងដាក់មកវិញធម្មតាហើយយើងបែក sin bx ទៅជា3 sin x ដក4 sin គៀប x បាទយើងចំនួនរូបមន្តនឹងចូលហើយភាគបែកវាយើងដាក់មកវិញដែរធម្មតា x គៀបបាទស្មើ limit x ទៅដល់0បាទស្មើ limit x ទៅដល់0អា3 sin x ដាក់មកវិញទៀតធម្មតាប៉ុន្តែខាងក្រោយយើងបែកកណាគោដូចគ្នាហើយស្វ័យគុណដកគ្នាអញ្ចឹងយើងអាចបំបែកទៅជាស្វ័យគុណ3 sin x គុណវិញហ្នឹងទៅជាគុណស្វ័យគុណដក4 sin x ធម្មតាពេលគោលដូចគ្នាយើងអាចពេលគុណទៅស្វ័យគុណបូកចូលគ្នាដូចដើមវិញហើយបាទទៅជា3 sin x ដក4 sin x ដូចដើមវិញទាំងអស់ហ្នឹងនៅលើ x អូខេខ្ញុំលុបនេះចោលតិចក្រោយមកទៀតយើងចាប់បាទយើងចាប់របស់ដែលដូចគ្នាជាកតារួមបាទអញ្ចឹងខ្ញុំចាប់សរសេរនៅខាងនេះវិញបាទស្មើ limit x ទៅដល់0យើងចាប់3 sin x ជាកតាបាទពេលចាប់ទៅវានៅសល់1ដកដក4 sin x ទាំងអស់ហ្នឹងចែកហ្នឹង x បាទប៉ុន្តែមកយើងមើលឃើញចម្លើយដើមដែរអាហ្នឹងយើងកណនីទៅបានលុះត្រាតែយើងប្រើរូបមន្តមួយទៀតគឺរូបមន្ត limit នៃអង្គម expo បាទ limit x ទៅដល់0សេគុណ x ដក1លើ x គឺស្មើនឹង1អូខេអញ្ចឹងយើងអាចកន្លែងហ្នឹងមានន័យថាបើសិនជាស្វ័យគុណរបស់មិនភាគបែកវាត្រូវតែអញ្ចឹងអូខេអញ្ចឹងដើម្បីឲ្យត្រឡប់ឲ្យចូលរូបមន្តបានយើងចាប់ដកជាកតាមកវាទៅជាដកសេគុណ3 sin x ចឹងក្នុងមុខកញ្ចក់វីដេអូវិញវាទៅជាដក4 sin គៀប x ដក1បាទទាំងអស់ហ្នឹងនៅលើ x គៀបបាទអញ្ចឹង x គៀបយើងដូរ x គៀបចេញយើងដាក់ធ្វើម៉េចឲ្យដូរជាមួយនឹងស្វ័យគុណរបស់ណាដើម្បីឲ្យស្មើ1អញ្ចឹងខ្ញុំដាក់ដក4 sin គៀប x តែប៉ុណ្្នេះទេដូរហើយយើងសងគេវិញដក4 sin គៀប x មកវិញសងឲ្យដូចគ្នាអញ្ចឹងមួយខាងលើមួយខាងក្រោមមានសម្រួលចោលហើយអាភាគបែងចាស់របស់វា x គៀបហ្នឹងយើងរក្សាមកវិញទៅដែរបាទនេះភាគបែង x គៀបចាស់របស់វានេះយើងរក្សាភាគបែងហ្នឹង x គៀបមកវិញទៅដែរបាទអញ្ចឹងបើយើងគិតទៅអាម្ដុំនេះវាចំនួនលេខ0ចូលទៅវាស្មើដក0បាទ0ស្មើ1ព្រោះ sin 0ស្មើ0នេះអញ្ចឹង3 0នោះ0ដក0បាទហើយគុណនឹងអាម្ដុំនេះវាឃើញ1ម្ដុំនេះស្មើ1ដល់ពេលអាកតុយចុងក្រោយនេះស្មើដក4បាទអញ្ចឹងសរុបចម្លើយចូលគ្នាទៅឃើញបូក4បាទវិជ្ជមានខ្ញុំបាននឹងប៉ុណ្ណឹងចប់